បាទជំរាបសួរបាទពុកម៉ែបងប្អូនបាទជាកសិករទាំងអស់គ្នាបាទនេះគឺជាទស្សនវិជ្ជាស្រាបង្ហាញផ្ទៃដីបាទមហត្តាខាងស្រាបង្ហាញនេះទី1យើងផ្ដោតទៅលើការពង្រាបដីឲ្យស្មើហើយទី2យើងប្រើប្រាស់ជីទៅតាមលក្ខណៈស្តង់ដារហើយ3យើងប្រើប្រាស់ពូជសុទ្ធល្អហើយទី4យើងប្រើជីជីកាលីទៅតាមដំណាក់កាលទី1ហើយនិងដំណាក់កាលទី2អញ្ចឹងយើងឃើញថាស្រូវគឺជាប្រភេទស្រូវកាលរំដួលអាយុកាលវា100ថ្ងៃហើយអញ្ចឹងយើងឃើញថាការចេញរបស់វាគឺស្រស់គ្នាល្អអញ្ចឹងនេះគាត់ទី1គាត់ពង្រាបដីឲ្យស្មើហើយគាត់បានប្រើប្រាស់ជីកាលីប្រភេទជីកញ្ចប់តូច2គីឡូគាត់លាយជាមួយនឹងអាមេរិកកាំង25គីឡូហើយនឹងអ៊ុយរ៉េ25គីឡូលាយជាមួយជីកាលីហ្នឹង2គីឡូអញ្ចឹងណានៅពេលដែលស្រូវអាយុកាល1ខែហើយនេះគាត់បានប្រើប្រាស់ជីអាមេរិកកាំងចំនួន25គីឡូដែរដើម្បីទ្របបាតហើយនៅដំណាក់កាលស្រូវផ្ដាច់បដូរគាត់ក៏បន្ថែមអ៊ុយរ៉េ25គីឡូលាយជាមួយនឹងកាលីកាលីបាវ20គីឡូក្នុងផ្ទៃដីមហត្តាអញ្ចឹងយើងឃើញថាស្រូវគឺចេញមកគឺលក្ខណៈថាវាស្រស់គ្នាល្អហើយមានកម្លាំងហើយវាអត់ដួលទេវារឹងមាំដើមរបស់វាហើយមួយទៀតនៅពេលដែលស្រូវនេះគឺវាធ្លាប់ជួបគ្រោះរាំងស្ងួតម្ដងហើយប៉ុន្តែវាអត់ងាប់ទេដោយសារតែវាវាធន់ដោយសារតែកសិករគាត់ប្រើប្រាស់ជីកាលីវាធន់នឹងគ្រោះរាំងស្ងួតអញ្ចឹងណា